ក្រមសីលធម៌នៅក្នុងការនិយាយស្តីមនុស្សគ្រប់រូបដែលកើតមកនៅក្នុងលោករមែងមានការទំនាក់ទំនងគ្នាដោយពាក្យសម្ដីហើយការនិយាយវាពិតជាមានអំណាចដ៏ក្រៃលែង 1. ពាក្យនិយាយអាចប្តូរផ្លាស់ហេតុអាក្រក់ឲ្យក្លាយមកជាហេតុដ៏ល្អបាន 2. ពាក្យនិយាយអាចប្តូរផ្លាស់មនុស្សដែលមានទុក្ខឲ្យភ្លេចទុក្ខព្រួយរបស់គេបាន 3. ពាក្យនិយាយអាចប្តូរផ្លាស់មនុស្សខ្ជិលឲ្យមកជាមនុស្សឧស្សាហ៍ព្យាយាមបាន 4. ពាក្យនិយាយអាចផ្លាស់ប្តូរមនុស្សដែលកំពុងមានកង្វល់ឲ្យក្លាយជាមនុស្សស្ងប់បាន 5. ពាក្យនិយាយអាចផ្លាស់ប្តូរមនុស្សជជែករឹងរូសឲ្យត្រឡប់មកជាមនុស្សដែលងាយប្រដៅបាន 6. ពាក្យនិយាយអាចផ្លាស់ប្តូរមនុស្សដែលខូចសតិឲ្យមានសតិល្អវិញបាន 7. ពាក្យនិយាយអាចធ្វើឲ្យមនុស្សឆ្លោះគ្នាទៅជាល្អនឹងគ្នាវិញបាន ដូចនេះចំពោះពាក្យនិយាយរមែងមានអំណាចដូចគ្នាដែរគឺអាចនិយាយឲ្យមនុស្សខូចប្រយោជន៍និងនិយាយទំលាយនូវសេចក្តីសុខចម្រើនរបស់អ្នកដទៃបានគ្រប់យ៉ាងដូច្នេះយើងគ្រប់គ្នាត្រូវបដិបត្តិក្នុងការនិយាយឲ្យបានហ្មត់ចត់អ្នករាល់គ្នាត្រូវហាត់និយាយនៅក្នុងវាចាល្អ5យ៉ាងទី 1. និយាយពាក្យពិតមិននិយាយលេសលោះទី 2. និយាយពាក្យពីរោះមិននិយាយញុះញង់ទី 3. និយាយត្រឹមត្រូវតាមកាលៈទេសៈទី 4. និយាយឲ្យបានប្រយោជន៍ដល់អ្នកស្ដាប់និងទី 5. និយាយដោយចិត្តមេត្តាប្រាថ្នាឲ្យអ្នកដទៃបាននូវសេចក្តីសុខឬនិយាយដោយចិត្តសប្បុរសស្មោះត្រង់មិននិយាយបៀមព្រោះពឹសដាស់អ្នកដទៃឡើយ